nhà tòa kia là cái bạn Linh Ninh đời từ xe đòi nhà đi quân là bảy nơi chụp nó có debut novel cứ convenience store woman nó có là mơ khang đài bên tay có đặt sơ đặt crazy idea của con nơi không nâng khang tì nó pe ở vẹt pi ní sự phát đi để con tranh chua Earthling nó cứ có đặt style của con khang nơi không nâng con chậm đang bay cầm đặt từ xe chỉ idea đẹp unique សម្រាប់គាត់ហ្មងអញ្ចឹងដំបូងខ្ញុំចូលចិត្ត convenience store woman ខ្លាំងប៉ុន្តែនៅពេលដែលបានអាន Earthling នេះហើយគឺមានអារម្មណ៍ថាសភៅនេះគឺល្អមើលជាងអាមុនទៅទៀតល្អមើលដោយ annotate ច្រើនហើយវាមាន6 chapter ប៉ុន្តែល្អមើលពី chapter 1 ដល់5គ្រាន់តែ ending ហ្នឹងគឺសាហាវខ្លាំងពេកហ្នឹង shocking ហ្មងយល់បើសិនជាគាត់អត់ទៅសេ ending ដែលប្លែកខ្លាំងពេកទេគាត់ថាឲ្យរឿងនេះ5 out of 5ហ្មងតែដោយសារ ending ហ្នឹងគឺចេញមកដល់ monster like ពេកអញ្ចឹងធ្វើឲ្យរឿងនេះឲ្យ4.5 out of 5ទៅបានហើយប៉ុន្តែរឿងនេះគឺល្អមើលខ្លាំងហ្នឹងចង់និយាយថាអត់មានអ្នកគេសេរឿង childhood ពី childhood ដល់ធំហ្នឹងគឺល្អមើលដូចរឿងនេះទេគាត់ style របស់គាត់គឺចង់និយាយ focus ទៅ childhood trauma ដែលបើតួស្រីហ្នឹងអ្វីដែលកើតឡើងនៅកុមារភាពរបស់គាត់ធ្វើគាត់ចងចាំរហូតដល់ធំហើយប៉ះពាល់ដល់ពេលគាត់ធ្វើការពេលគាត់រស់នៅជាមនុស្សធំទៀតហើយអ្វីដែលគាត់ស្រឡាញ់នៅពីទូគឺគាត់អត់មានបោះបង់ចោលទេហើយគំនិតគាត់ដែលគាត់ផ្ដើមមកតាំងពីទូតែជាគំនិតគាត់ផ្ទាល់អត់មានជារបស់ប៉ាម៉ាក់គាត់ឬក៏អ្នកជំនាញហ្នឹងគឺគាត់ជឿជាក់លើគំនិតហ្នឹងរហូតប៉ុន្តែដោយសារការមានការបៀតបៀនពីខាងបរិស្ថាននិងមនុស្សជំនាញខ្លួនធ្វើឲ្យគាត់បែកគំនិតខ្លះនៅចុងក្រោយអញ្ចឹងបើសិនជាចាប់អារម្មណ៍អានអាចអានសាកអានរឿងនេះបានគឺអត់ស្ដាយក្រោយទេគ្រាន់តែថាខ្ញុំប្រាប់អាននៅចុងក្រោយបន្តិច